បាទគ្រូជាសួរអ្នកទាំងគ្នាថ្ងៃនេះគឺយើងមកធ្វើ testing ជាមួយនឹង indicator យើងអូខេពាក់ព័ន្ធជាមួយ indicator យើងឥឡូវវាឡើងដល់ version មែន version 6គឺខ្ញុំកែឡើងដល់ version 6អូខេ version 2 3អីសុទ្ធតែល្អប៉ុន្តែឥឡូវយើងអាប់ដល់ version 6យើង skip version 4 5ដោយសារតែ version 4 version 5ហ្នឹងគឺយើងមានការកែកូដកែរូបមន្តអីចឹងទៅវាអត់សូវជាល្អប្រហែលទេដល់ពេលចឹងទៅខ្ញុំដាក់ version យក6យកបណ្ដោយអូខេពាក់ព័ន្ធជាមួយ indicator នេះគឺ signal វាគឺអ្នកនរគ្នាមើលទៅលើទី1កន្លែង buy ឬក៏ sell អីវាដាក់ឲ្យឬក៏អ្នកនរគ្នាអាចមើលទៅលើ dashboard របស់យើង version 6កន្លែង dashboard នេះគឺជំនួយអ្នកនរគ្នាបានច្រើនមែនទែនទី1 confirmation ដោយ version 2ដែរស្តៀងដូចគ្នាការមើលគឺដូចគ្នាពាក់ព័ន្ធជាមួយនឹង bullish score ពាក់ព័ន្ធជាមួយនឹងmarket bias ហើយជាមួយនឹង trend អូខេអញ្ចឹងប៉ុន្តែវាមានចំណុចពិសេសរបស់វា version 6ហ្នឹងគឺដោយសារតែអ្នកទាំងគ្នាអាចមើល performance របស់វាបានគឺអ្នកទាំងគ្នាអាចមើលបានថ្ងៃនេះគឺយើងចូល4 position 4 position ឥឡូវកំពុងតែចូល position long 3 position ហ្នឹងposition មុនយើងចំណេញបាន TP ទី4ត្រឹម TP ទី4បាន37ដុល្លារ37ដុល្លារនេះកន្លែង sell 37ដុល្លារបាយនេះ SL1 sell នេះយើងចំណេញបាន37ដុល្លារហើយបូកសំជាមួយនឹងការ sell តាំងពីយប់មិញដែរអូខេបច្ចុប្បន្ននេះវាឲ្យយើង buy position មួយប៉ុន្តែក៏តើខ្ញុំមើលពាក់ព័ន្ធជាមួយនឹងលំហូរទីផ្សារពាក់ព័ន្ធជាមួយនឹងកន្លែង confirmation នេះគឺខ្ញុំ recommend ឲ្យអ្នកនរគ្នាមើលបន្ទុកវាបើមិនជាវាបន្ទុក60ឡើងទៅ70%អីចូលទៅ confirm ចូលបានប៉ុន្តែបើមិនជាបន្ទុកវាត្រឹមតែ50%នេះទេកុំតន់អាចចូលអីរងចាំវាបន្តិចសិនទៅអូខេហើយអ្នកនរគ្នាអាចមើលបានពាក់ព័ន្ធជាមួយនឹង current P&L ពាក់ព័ន្ធជាមួយនឹង profit ការខានអីអាចមើលបានឥឡូវខ្ញុំធ្វើការចូលប្រហែលជាមក position ចោលសិនចូលទៅ 0.1 មក position ចោលសិនយើងដាក់ SL យើងនៅខាងក្រោមនេះ SL នៅកន្លែង4060 61 4061ហើយprofit របស់យើង4077បើសិនជាយើងខាតប្រហែលជា6ដុល្លារបើយើងចំណេញប្រហែលជាចូល10ដុល្លារយើងចូលកន្លែងនេះចឹង re-end report យើងគឺ1 ដង 1 កន្លះអូខេពាក់ព័ន្ធជាមួយ indicator នេះគឺខ្ញុំចង់បន្ថែមទៀតគឺវាល្អប៉ុន្តែក៏ទាមទារឲ្យអ្នកទាំងគ្នាយល់ពីមូលដ្ឋានគ្រឹះដូចគ្នាអ្នកទាំងគ្នាត្រូវចេះពាក់ព័ន្ធជាមួយនឹង support resistance ដែរ strategy ដែលសាមញ្ញមួយstrategy support resistance ដោយអ្នកទាំងគ្នាមើលកន្លែងនេះចឹងបើសិនជាទីផ្សារបែក and bond resistance នេះបែក and bond resistance នេះឱកាសដែលវាបុកឡើងទៅលើខាងលើនេះគឺមានច្រើនបច្ចុប្បន្នគឺវានៅតាក់នៅកន្លែង resistance កន្លែងនេះមួយចឹងឥឡូវបើសិនជាវាបែកតំបន់4669ទៅដល់4670បិទ candlestick មួយទៀតនៅ4670ឱកាសដែលវាឡើងគឺមានច្រើនចឹងអ្នកទាំងគ្នាអាចពិចារណាក្នុងការជន់បាយបន្ថែមទៀតក៏បានដែរអូខេឥឡូវយើងចូលតែ one position ទេកំពុងតែ hold សិនបើសិនជាបងប្អូនណាមាន feedback ពាក់ព័ន្ធជាមួយ indicator របស់យើងអាច comment មកខ្ញុំបានចង់ឲ្យយើងបន្ថែមចំណុចខ្វះខាតតិចតួចថែម side EMA ឬក៏ថែមអីក៏បានដែរអាចdrop ជា comment ក្នុងវីដេអូខាងក្រោមនេះមកបញ្ជាក់ម្ដងទៀតសម្រាប់បងប្អូនណាដែលគាត់ចង់បាន indicator free យើងក៏មាន version free ឲ្យអ្នកទាំងគ្នាយកទៅសាកល្បងប្រើដែរគឺទាមទារឲ្យអ្នកទាំងគ្នាធ្វើការ join ជាមួយនឹង community របស់យើងហើយជាមួយនឹងការ register ក្រោម link របស់យើងគឺយើងចែកជូន indicator free version 1នេះឲ្យអ្នកទាំងគ្នាប្រើប្រាស់ដោយសារ version 1 នេះ version 1របស់យើងក៏ល្អដែរ performance វាដូចតែគ្នាពាក់ព័ន្ធជាមួយនឹងរូបមន្តគឺខ្ញុំចងក្រងតែមួយព្រោះអីរូបមន្តហ្នឹងគឺខ្ញុំប្រើប្រាស់ខ្លួនឯងផ្ទាល់ដែរគឺប្រើទៅលើ price action យើងចង់ឲ្យវាបិទ candlestick នៅកន្លែង70បិទ candlestick នៅ4070បានយើងធ្វើការជន់សារបន្ថែមបើសិនជាអត់ទេគឺយើងនៅ hold សិន hold position ហ្នឹងសិនកុំតន់ឲ្យធ្វើអីអូខេយើងធ្វើការចូលប្រហែលជា3 4 4 5 position 5 position បន្ថែមទៀតនៅក្នុងមើលបានឡើងទៅហ្នឹងដូចជាអ្វីដែលយើងចង់មើលឃើញអញ្ចឹងយល់ស្អីឡើងហីឡើងចិន7អូខេឡើងទៅប្រដៅចិន7យើងចូលមួយមិនអីទីផ្សារអត់ទៅណាឆ្ងាយទេអូខេខ្ញុំចង់ shout out ទៅកាន់បងប្អូនទាំងអស់គ្នាអ្នកមើលកុំភ្លេចចុច like page យើងម្នាក់មួយផងpage យើងមានឈ្មោះថា
Datress Community កុំភ្លេចចូលទៅ like page របស់យើងផងនឹងមានវីដេអូចែកម្លែកខ្លះតិចតួចពាក់ព័ន្ធជាមួយនឹងចំណេះដឹងក្នុងទីផ្សារ Forex នេះហើយនឹងការ update ព័ត៌មាននឹងកុំភ្លេចចូលទៅកាន់ community របស់យើងចុច like ម្នាក់មួយផងអូខេនេះគឺជាក្រុម community របស់យើងអ្នកទាំងគ្នាអាច scan បាន scan នៅនេះ scan បាន join បានអូខេឥឡូវយើងមើលសារយើងតនេះវាឡើងទៅ FG កន្លះម៉ោងនេះ you see 76 FG កន្លះម៉ោង76អូខេ FG 15នាទីក៏នៅកន្លែង76នឹងដែរអញ្ចឹងវាអាចឡើងទៅតេស្តជាមួយនឹង FG ហ្នឹងណាឥឡូវវាពងឡើងទៅបដានេះអូខេអូពុំ TP អូខេកាត់ holy shit អូខេ